ខ្ញុំឮគេនិយាយថាទៅងូតទឹកនៅភ្នំអម៉ាល់ពិតជាត្រជាក់សួរខ្លួនពួកខ្ញុំបានធ្វើដំណើរអស់រយៈពេល2-3ម៉ោងដើម្បីទៅងូតទឹកធ្លាក់ភ្នំអម៉ាល់ក៏ប៉ុន្តែដោយសារតែរដូវនេះគឺជារដូវក្តៅមានអ្នកទាំងអស់គ្នាអត់មានទឹកទេស្ងួតឆេញចង់ដឹងថាដំណើរកម្សាន្តមួយនេះរកៈរកប់ប៉ុណ្ណាតោះយើងទៅមើលទាំងអស់គ្នាឥឡូវនេះវីដេអូរបស់យើងចាប់ផ្ដើមចេញពីភ្នំពេញទៅនៅពេលព្រឹកដើម្បីនៅសល់ពេលវេលាច្រើនទៅលេងនៅទីនោះពួកយើងបានធ្វើដំណើរចំណាយពេលអស់ប្រមាណជាង2ម៉ោងទៅ3ម៉ោងហើយនឹងមានចម្ងាយប្រមាណជាង150គីឡូម៉ែត្រតាមរយៈផ្លូវជាតិលេខ3ឥឡូវនេះយើងបានធ្វើដំណើរមកដល់ខេត្តកពតហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើមុនគេគឺយើងចូលទៅជួលម៉ូតូសិនអ្នកទាំងអស់គ្នាដោយសារតែថ្ងៃនេះសមាជិករបស់យើងគឺមាន7នាក់ដូច្នេះហើយយើងជួលម៉ូតូ4គ្រឿងសម្រាប់ជិះឡើងភ្នំអម៉ាល់តាមពិតទៅសមាជិករបស់យើងគឺមាន8នាក់ប៉ុន្តែដល់ថ្ងៃដែលត្រូវទៅគឺគាត់អត់ស្រួលខ្លួនតែម្ដងអ្នកទាំងអស់គ្នាបើទោះបីជាអត់មានម្នាក់ក៏ផែនការរបស់យើងមិនអាចទៅខ្លាចជាផែនស្កបានដែរយើងនៅតែបន្តដំណើរទៅមុខទៀតហើយសម្រាប់ការជួលម៉ូតូនេះគឺមួយគ្រឿង$7អញ្ចឹង4ម៉ូតូអស់$28អ្នកទាំងអស់គ្នាហើយដើម្បីជួលម៉ូតូនេះបានគាត់តម្រូវឲ្យយើងម្នាក់យកប៉ាសពតឬមួយក៏តាក់ញ៉ាំបានតម្កល់ទុកនៅកន្លែងគាត់ពេលដែលយើងយកម៉ូតូឲ្យគាត់វិញគាត់នឹងឲ្យយើងវិញមុននឹងយើងយកម៉ូតូទៅជិះឥឡូវនេះយើងទៅយកកៅអៅទុកងូតទឹកនៅលើភ្នំសិនអ្នកទាំងអស់គ្នាហេមិនលេងសើចណាសិតត្រៀមកៅអៅត្រៀមអីទៅងូតទឹកនៅលើភ្នំអ្វីដែលយើងតែងតែធ្វើមុនពេលចេញដំណើរគឺយើង check outfitតែអត់ទេយើងបានមកយកម៉ូតូយកអីអស់ហើយឥឡូវនេះយើងចេញដំណើរឡើងម៉ូតូនៅនោះម៉ូតូយក2គ្រឿងហើយសល់2គ្រឿងទៀតខ្ញុំហើយនេះគឺជាបែកខាណារីមួយម៉ាដាមហើយបែកជនបាទម៉ាដាមមកលយមែនជួយកាមេរ៉ាសារធំនៅក្រៅទៅអត់ចឹងហើយកាពាក់បើជើងចឹងមិនដែរតែតែចឹងបងសិលាឃើញបើជើងនឹងហ្មងហ៎របស់ខ្លះពេលយើងដើរលេងវាคล้ายជារបស់រួមដូចជាស្បែកជើងខ្ញុំជាដើមឥឡូវនេះយើងយកម៉ូតូ2ទៀតហើយមុននឹងយើងចេញទៅគឺយើងចូលក្រាសាំងចាក់សាំងសិនអញ្ចឹងម៉ូតូមួយយើងចាក់3លីត្រអ្នកទាំងអស់គ្នាតាមពិតទៅម៉ូតូនេះក៏មានសាំងអ្នកទាំងអស់គ្នាប៉ុន្តែយើងចាក់ស្គួរហើយដោយសារតែកន្លែងដែលយើងត្រូវលេងនេះគឺវារៀងឆ្ងាយដែរ Hello vlog welcome to my guy ថ្ងៃនេះពួកយើងជួលម៉ូតូគេដើម្បីឡើងភ្នំទៀតបងហ៎នំទឹកជ្រោះម៉ៅហើយនេះគឺជាសមាជិករបស់យើងមានតាំងពី1ម៉ែត្រកន្លះនិង1កន្លះម៉ែត្រទៅមកដែរ1ម៉ែត្រ2ទេ1ម៉ែត្រ2មែនអូអត់ទេនេះ1ម៉ែត្រថប់ពីដី1ម៉ែត្រថប់ពីដីអុយម៉ាក់ជឿនឥឡូវនេះយើងបានចេញដំណើរទៅហើយអញ្ចឹងពីក្រុងកពតទៅកន្លែងដែលយើងត្រូវលេងហ្នឹងគឺមានចម្ងាយប្រមាណជាង11គីឡូអ្នកទាំងអស់គ្នាពេលដែលយើងជិះហួសវត្តស្នំ7បន្តិចបន្ទាប់មកយើងបត់ឆ្វេងអ្នកទាំងអស់គ្នាសម្រាប់ផ្លូវឡើងភ្នំគឺយើងអាចជិះឡានបានទេអញ្ចឹងហើយបានពួកខ្ញុំជួលម៉ូតូជិះឡើងទៅហើយសម្រាប់ផ្លូវខ្ញុំគិតថាវាមិនពិបាកពេកហើយក៏វាមិនស្រួលពេកដែរព្រោះដោយសារតែម្ខាងគឺមានច្រឡងភ្នំឬមួយក៏ជ្រោះហើយខ្ញុំមិនដឹងហៅវាណាឲ្យត្រូវទេតែខ្ញុំគិតថាអាហ្នឹងប្រហែលជាគេហៅច្រឡងភ្នំអ្នកទាំងអស់គ្នាអញ្ចឹងបើសិនអ្នកទាំងអស់គ្នាគិតថាខ្ញុំខុសជួយ comment អ្នកមួយផងអ្នកទាំងអស់គ្នាហើយផ្លូវដែលយើងជិះឡើងនេះគឺអាចនឹងមានគេជិះចោះដូចគ្នាអញ្ចឹងពេលដែលយើងជិះគឺត្រូវតែប្រុងប្រយ័ត្នហើយអ្វីដែលខ្ញុំសង្កេតឃើញនៅតាមផ្លូវដែលខ្ញុំជិះឡើងភ្នំហ្នឹងគឺភាគច្រើនអ្នកភូមិគាត់ដាំចេកអ្នកទាំងអស់គ្នាបងសល់ម៉ានគីឡូទៀតដល់ទឹកធ្លាក់បងម៉ានខាំទៀតបងពេលខ្លះខ្ញុំពិតជាទៅសើចខ្លួនឯងមែនតែនតស៊ូខ្លាំងដើម្បីវីដេអូបើកម៉ូតូដៃមួយជាហៀងហើយនឹងកាន់ទូរស័ព្ទមួយជាហៀងបាទតិចខុសគោលការណ៍ Facebook តិច ban វីដេអូឯងចោល ban ហ្នឹងកុំឲ្យទៅខូច page ហើយបើនិយាយរឿងផ្លូវវិញគឺដូចជាអត់សូវអាលាក់ប្រហែលទេប៉ុន្តែខ្ញុំធ្វើជាអាលាក់និយាយលេងទេអាលាក់តើគាត់ថាវាអាលាក់ដោយកន្លែងខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាហេតុអីបានខ្ញុំជិះតែឯងគឺដោយសារតែគេអត់ចង់ជិះមួយខ្ញុំឲ្យជិះមិនអ្នកទាំងអស់គ្នាបើម៉ូតូទូចមួយហ្នឹងគាត់តែគូតខ្ញុំអង្គុយដល់កែបបាត់ឯហ្នឹងកែបក្រោយហើយខ្លាចជិះពីរអ្នកឡើងភ្នំអត់រួចនេះឃើញtrend ទូដូចជឿដូចនេះឥឡូវនេះយើងបានមកដល់ផ្ទះអ៊ីគាត់ធ្វើម្ហូបធ្វើអីដោយសារយើងបានទិញម្ហូបទិញអីគាត់នៅហ្នឹងអញ្ចឹងគ្នាយើងហើយជា7នាក់យើងយកមាន់3អ្នកនរគ្នាឥឡូវហ្នឹងយើងទៅលេងទឹកធ្លាក់សិនឥឡូវហ្នឹងមិនទាន់ដល់កន្លែងទឹកធ្លាក់អ្នកនរគ្នាដោយសារជិះតាមផ្លូវទៅគឺមានជាការ train មួយដែលយើងអាចទិញបានណាហើយ train នៅហ្នឹងគឺ1គីឡូ25,000ហើយឥឡូវហ្នឹងយើងទិញ train មួយអ្នកនរគ្នាហើយ train មួយហ្នឹងគឺទុំមួយជាហៀងខូចមួយជាហៀងអញ្ចឹងយើងញ៉ាំបានតែមួយជាហៀងទេហើយសួររត់ទិញទៀតក៏អត់មានដែរដោយសារតែខែហ្នឹងគាត់ថាអត់មាន train ទេ train ទុំតែមួយនឹងទេគាត់ថាខែ train ទុំច្រើនគឺខែ5អ្នកនរគ្នាឥឡូវហ្នឹងវីដេអូរបស់យើងកាត់មកដល់កន្លែងដែលយើងត្រូវលេងទឹកអ្នកនរគ្នាប៉ុន្តែអ្វីដែលយើងនឹកស្មានមកដល់ហ្នឹងគឺកន្លែងដែលយើងត្រូវលេងទឹកបែរជាមិនមានទឹកអញ្ចឹងពួកយើងអត់ដឹងថានិយាយមិនទេសូម្បីតែ train ក៏អត់បានញ៉ាំហើយទឹកក៏អត់បានលេង
អញ្ចឹងឥឡូវនេះយើងមានតែយើងត្រឡប់ទៅផ្ទះអ្នកភូមិវិញដើម្បីញ៉ាំបាយមកពេលសិនចាំយើងគិតគូរទៀតសម្រាប់តម្លៃម្ហូបនៅហ្នឹងមាន់មួយក៏លក់ឲ្យពួកខ្ញុំមួយ 60000 អញ្ចឹងពួកខ្ញុំមាន់3អស់ 8 100000 ប៉ុន្តែពួកខ្ញុំញ៉ាំភេសជ្ជៈញ៉ាំអីទៀតហើយជាមួយបាយគិតលុយទាំងអស់ប្រហែលជាអស់ 22000 23000អីហ្នឹងអ្នកនរគ្នាបន្ទាប់ពីយើងបានញ៉ាំបាយហើយយើងក៏ត្រឡប់ទៅក្រុងកពតវិញអ្នកនរគ្នាដើម្បីទៅ check in ផ្ទះលំហែដែលយើងបានកក់សម្រាប់ផ្លូវពេលដែលយើងឡើងដូចអត់សូវប្រហែលណាតែពេលចុះរៀងពិបាកដែរអ្នកនរគ្នាវារៀងជម្រាលខ្លាំងឥឡូវហ្នឹងយើងយកម៉ូតូមកឲ្យគេវិញហើយវីដេអូរបស់យើងកាត់មកដល់ផ្ទះលំហែរបស់យើងតែម្ដងសម្រាប់ផ្ទះលំហែនេះគឺយើងអាចគេងបានដល់តែ10នាក់ជាងអីណាទាំងអស់គ្នាដោយសារតែគេមានបន្ទប់នៅលើមួយបន្ទប់នៅក្រោមមួយហើយគេមានពុកសកួរឲ្យយើងទៀតសម្រាប់តម្លៃគឺ$150ក្នុងមួយយប់ហេតុអីបានពួកយើងជ្រើសរើសផ្ទះលំហែមួយហ្នឹងដោយសារតែតម្លៃហ្នឹងគឺយើងអាចយកភេសជ្ជៈយកអីចូលបានដោយសេរីដែលអត់គិតថ្លៃហើយក៏មានដូចជាគ្រឿងក្រៅផ្ទះបាយអញ្ចឹងអ្នកនរគ្នាសម្រាប់ឲ្យពួកយើងធ្វើម្ហូបធ្វើអីញ៉ាំជុំគ្នាបានណាហើយសម្រាប់ពេលល្ងាចវិញក៏ទេសភាពស្អាតដែរអ្នកទាំងអស់គ្នាគឺយើងអាចមើលព្រះអាទិត្យលិចជាមួយនឹងទូកដែលអ្នកនេសាទដែលគាត់ចេញមកពីនេសាទវិញឥឡូវនេះវីដេអូរបស់យើងឈានដល់ទីបញ្ចប់អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះសូមកុំភ្លេចចុច like ម្នាក់មួយផងបាយបាយជួបគ្នានៅវីដេអូក្រោយ